មនុស្សដែលមានចិត្តល្អមែនដើម្បីជាការដឹងគុណយើងសូមប្រគល់មាសមួយហប់នេះដល់អ្នកទាំងពីរទៅចោះលបងមាសច្រើនខ្លាំងណាស់ទេវតាបានឲ្យមាសមកយើងវាជាសំណាងយើងមែនបើអញ្ចឹងពួកយើងឆាប់ត្រឡប់ទៅផ្ទះវិញទៅមានបារម្ភម្នាក់ឈ្មោះកុសលគេរស់នៅតែម្នាក់ឯងនោះទេរាល់ថ្ងៃកុសលតែងតែចូលព្រៃដើម្បីកាប់អុសយកទៅលក់ក្រនឹងចិញ្ចឹមជីវិតរហូតដល់ថ្ងៃមួយគេបានជួបនឹងទេវតាមួយអង្គដែលអាស្រ័យនៅលើដើមឈើពេលនោះជីវិតរបស់គេក៏បានផ្លាស់ប្ដូរទាំងស្រុងថ្ងៃនេះមេឃអាកាសធាតុល្អណាស់ខ្ញុំគិតថាចូលព្រៃសិនព្រោះលោកសេដ្ឋីក៏ត្រូវការឲ្យជាច្រើនដើម្បីប្រើការនិយាយរួចកុសលគេក៏បានធ្វើដំណើរចេញទៅនៅតាមផ្លូវគេបានជួបនឹងបុរសចំណាស់ម្នាក់លោកអ៊ំហេតុអ្វីបានជាលោកអ៊ំមកអង្គុយទីនេះអញ្ចឹងអ៊ំអស់កម្លាំងពេកមិនបានហូបអ្វីច្រើនថ្ងៃមកហើយបាទលោកអ៊ំខ្ញុំគិតថាចូលព្រៃកាប់អុសប៉ុន្តែបើលោកអ៊ំឃ្លានលោកអ៊ំយកកាហានេះទៅពិសាចោះអ៊ំអរគុណហើយក្មួយប្រុសក្មួយពិតជាចិត្តល្អមែនកុសលគេក៏បានបន្តដំណើរទៅមុខប៉ុន្តែថ្ងៃនេះចម្លែកណាស់គេដើរចូលមកព្រៃជ្រៅទៅហើយនៅតែមិនតាន់ប្រទះឃើញអស់ល្អទៀតហេតុអ្វីថ្ងៃនេះចម្លែកម្ល៉េះខ្ញុំដើរមកឆ្ងាយហើយនៅតែមិនតាន់ឃើញអស់ល្អទៀតចំណែកអាហារខ្ញុំក៏បានប្រគល់ឲ្យលោកអ៊ំម្នាក់នោះឥឡូវនេះយើងឃ្លានហើយយើងគួរតែរកផ្លែឈើឆៃសិនពេលមានកម្លាំងចាំរកអស់តាមក្រោយកុសលគេក៏បានរកផ្លែឈើនៅក្នុងព្រៃនោះបរិភោគនៅកំពតព្រៃមួយដែលនៅមិនឆ្ងាយពីកន្លែងដែលកុសលបេះផ្លែឈើនោះមានបរិសម្នាក់កំពុងតែត្រូវដាំឈើបាក់សង្កត់ពីលើគេខំបំរើយ៉ាងណាក៏មិនរួចដែរបរិសម្នាក់នេះគេមានឈ្មោះថាឆាយាគេគឺជាមនុស្សចិត្តអាក្រក់គេបានលួចប្រាក់ម្ចាស់របស់ខ្លួនទើបត្រូវម្ចាស់របស់គេបណ្តេញចេញពីផ្ទះឆាយាគេក៏បានរកសត្វអណ្ដែតមកដល់ព្រៃនេះហើយក៏ត្រូវគ្រោះថ្នាក់ដោយសារដាំឈើបាក់សង្កត់ជួយផងតើមានអ្នកណានៅក្បែរនេះទេខ្ញុំត្រូវបានដាំឈើបាក់សង្កត់វាពិតជាលំបាកខ្លាំងណាស់នៅក្នុងខ្លួនតើមានអ្នកណានៅក្បែរតំបន់នេះទេសូមមេត្តាជួយខ្ញុំផងជួយផងសំឡេងស្រែកល្វីរបស់ឆាយាបានលើដល់កុសលដែលកំពុងតែបេះផ្លែឈើចម្លែកមែននៅក្នុងព្រៃជ្រៅបែបនេះទៅហើយនៅមានអ្នកស្រែកហៅជំនួយទៀតសំឡេងនេះដូចជានៅមិនឆ្ងាយពីទីនេះប្រហែលទេខ្ញុំគួរតែទៅមើលបន្តិចសិនហេលបងមិនបានជាលបងនៅក្រោមដើមឈើបែបនេះទៅវិញណែលបងមេត្តាជួយខ្ញុំផងលបងកំតាន់អានិយាយអីពេលនេះខ្ញុំស្លាប់ឥឡូវហើយមិនអីទេអញ្ចឹងលបងចាប់បន្តិចមិនយូរប៉ុន្មានកុសលគេក៏បានជួយសង្គ្រោះឆាយាបានដោយជោគជ័យឆាយាគេពិតជាអរគុណកុសលយ៉ាងខ្លាំងលបងខ្ញុំពិតជាអរគុណខ្លាំងណាស់គុណរបស់លបងនៅថ្ងៃនេះខ្ញុំនឹងចងចាំទុកនេះកុំតែបានលបងទេកុំអីខ្ញុំស្លាប់បាត់ទៅហើយតើលបងចូលព្រៃធ្វើអ្វីទើបបណ្ដាលឲ្យដើមឈើបាក់សង្កត់ពីលើដូច្នេះណែខ្ញុំមិនកុហកលបងទេបន្ទាប់ពីម៉ែឪខ្ញុំស្លាប់ខ្ញុំក៏គ្មានកន្លែងត្រូវទៅហើយខ្ញុំក៏បានដើររស័តអណ្ដែតចូលមកដល់ព្រៃនេះតែជាអកុសលមានខ្យល់ធំមួយបានបក់ដើមឈើហើយដើមឈើក៏បានបាក់សង្កត់មកលើរូបខ្ញុំដូចឆ្នៃលបងគួរឲ្យអាណិតណាស់ជីវិតលបងក៏មិនខុសពីខ្ញុំប៉ុន្មានដែរខ្ញុំគឺជាក្មេងកំព្រារស់នៅតែម្នាក់ឯងនោះទេមានហើយតើលបងមានឈ្មោះអ្វីដែរទៅឆាយាគេក៏បានគិតក្នុងចិត្តថាមើលទៅអាពេនេះក៏ជាមនុស្សចិត្តល្អក្រន់បើដែរអញបោកវាស៊ីប្រមាណថ្ងៃសិនចាំពេលដែលអញជារបួសចាំអញរកមធ្យោបាយផ្សេងទៀតលោកបងបើលបងមិនយល់តោះទេខ្ញុំអាចសុំលបងធ្វើជាបងប្អូនថបានទេខ្ញុំនឹងនៅជាមួយលបងហើយខំរកស៊ីទាំងពីរនាក់ល្អខ្លាំងណាស់ខ្ញុំកំពុងតែត្រូវការមិត្តផងអញ្ចឹងចាំខ្ញុំនៅលបងទៅផ្ទះមួយខែក្រោយមកអ្នកទាំងពីរក៏បានក្លាយទៅជាមិត្តល្អនឹងគ្នាពួកគេតែងតែទៅកាប់ឈើនៅក្នុងព្រៃហើយយកមកលក់ពេលបានប្រាក់ក៏ទិញអាហារឆ្ងាញ់ៗបរិភោគជាមួយគ្នាឥតឈប់ប៉ុន្តែឆាយាគេស្រាប់តែមានគំនិតមួយថាលបងរបរកាប់អស់ដូចជាពួកយើងនេះតើថ្ងៃណាខ្លាចជាអ្នកមានទៅខ្ញុំមិនប្រាថ្នាចង់ខ្លាចជាអ្នកមានអ្វីទេព្រោះថ្ងៃនេះសូមត្រឹមតែអាហារ3ពេលហូបចុកគ្រប់គ្រាន់ខ្ញុំសប្បាយចិត្តណាស់ទៅហើយណាលបងមិនក៏លបងមិនធ្វើអ្វីផ្សេងទៅក្រែងបានប្រាក់ច្រើនជាងនេះ
ខ្ញុំចូលចិត្តជីវិតបែបនេះព្រោះគ្មានអ្នកណាគៀបសង្កត់ណាមួយការងារនេះខ្ញុំធ្វើតាំងពីតូចមកហើយបើអញនៅជាមួយអាគាត់នេះទៀតច្បាស់ជាគ្មានកំណត់ទេព្រោះវាមិនចេះធ្វើអ្វីក្រៅពីកាប់អស់ឡើយខ្ញុំចង់ខ្លាយទៅជាអ្នកមានតែបើខ្ញុំនៅទីនេះក៏ខ្ញុំមិនហត់ដែរព្រោះការងារធ្ងន់ជាច្រើនវាជាអ្នករ៉ាប់រងទាំងអស់អញ្ចឹងខ្ញុំត្រឹមនៅទីនេះបន្តទៀតសិនចោះនៅថ្ងៃមួយអ្នកទាំងពីរក៏បានដើរចូលមកព្រៃដើម្បីកាប់អុសពេលនោះពួកគេបានឃើញដើមឈើដ៏ធំមួយដើមឈើមួយដើមនេះមានទេវតាមួយអង្គគង់អាស្រ័យនៅជាច្រើនឆ្នាំមកហើយចុំដើមឈើនេះធំល្អខ្លាំងណាស់ខ្ញុំមិនដែលឃើញពីមុនមកតតែសោះនៅក្នុងដើមឈើនេះប្រកាសជាមានក្លឹមច្រើនមានហេតុបងពួកយើងកាប់ដើមឈើនេះទៅឆាយាខ្ញុំក៏យល់ថាអញ្ចឹងដែរពួកយើងឆាប់រៀបចំឧបករណ៍កាប់រលំដើមឈើនេះទៅទេវតាបន្ទាប់ពីបានលឺអ្នកទាំងពីរនិយាយដូច្នេះទ្រង់ពិតជាភ័យយ៉ាងខ្លាំងបន្ទាប់មកទ្រង់ក៏បានបង្ហាញខ្លួនចេញមកម្នាលចៅមីណប់អើយចូលអ្នកកំកាប់ដើមឈើនេះអីវាគឺជាកន្លែងដែលយើងស្នាក់អាស្រ័យជាច្រើនឆ្នាំមកហើយបើអ្នកកាប់បំផ្លាញដើមឈើនេះយើងច្បាស់ជាអត់មានកន្លែងត្រូវទៅនោះទេលោកគឺជាលោកទេវតាមានហើយយើងគឺជាទេវតាដើមឈើហាម៉េចទេវតាដើមឈើអញ្ចឹងបានន័យថាលោកប្រកាសជាមានមាសប្រាក់ច្រើនបើដើមឈើនេះជាកន្លែងដែលលោកទេវតាស្នាក់អាស្រ័យមែនខ្ញុំមិនហ៊ានបៀតបៀននោះទេសូមលោកទេវតាដើមឈើមេត្តាអព្យាស្រ័យដល់ខ្ញុំទាំងពីរអ្នកផងមនាលចៅមានប់ឯងគឺជាមនុស្សដែលមានចិត្តល្អមែនដើម្បីជាការដឹងគុណយើងសូមប្រគល់មាសមួយហប់នេះដល់អ្នកទាំងពីរទៅចោះលបងមាសច្រើនខ្លាំងណាស់ទេវតាបានឲ្យមាសមកយើងវាជាសំណាងយើងមែនបើអញ្ចឹងពួកយើងឆាប់ត្រឡប់ទៅផ្ទះវិញទៅបន្ទាប់ពីទទួលបានមាសអំពីទេវតាហើយអ្នកទាំងពីរក៏បានត្រឡប់មកផ្ទះចំណែកឯភ្នែករបស់ឆាយាគេបានបើកធំបន្ទាប់ពីបានឃើញមាសប្រាក់ទាំងអស់នេះម៉ែអើយមាសច្រើនខ្លាំងណាស់ខ្ញុំមិនដែលឃើញពីមុនមកទេលបងមាសនេះច្រើនណាស់យើងចែកគ្នាពាក់កណ្ដាលម្នាក់ទៅមិនខុសទេប៉ុន្តែពួកយើងយកតែបន្តិចបន្តួចបានហើយនៅសល់មួយចំនួនធំយើងយកចែកនៅភូមិយើងហេលបងហេតុអ្វីបានជាយកចែកនៅភូមិក្រែងមាននេះទេវតាឲ្យយើងពីរនាក់អន្តើត្រឹមត្រូវហើយប៉ុន្តែរបស់ដែលបានមកដោយស្រួលពេកវានឹងងាយបាត់ទៅវិញណាត្បិតថាទេវតាបានឲ្យមាននៅមុខយើងមែនតែយើងគួរតែចែកដល់នៅភូមិផងព្រោះគេក្រីក្រលំបាកណាស់ខ្ញុំសូមចំតោះខ្ញុំមិនសុខចិត្តនោះទេទៅជួយធ្វើអីមនុស្សនៅក្នុងភូមិទាំងអស់នោះពួកគេមិនដែលឲ្យបាយយើងស៊ីផងនឹងលបងបើលបងឯងចង់ចែកមាសចែកចំណែកបងឯងទៅចំណែកខ្ញុំមិនចែកទេទៅចែកធ្វើអីមនុស្សខ្ជិលទាំងអស់នឹងនោះកុសលលុះឮពាក្យដូច្នេះហើយគេមិននឹកស្មានតតែសោះថាឆាយាគេមានគំនិតលោភលន់នៅថ្នាក់នេះបើអញ្ចឹងលបងបែងចែកតាមនឹងចោះពួកគេបានចែកមាសពាក់កណ្ដាលម្នាក់កុសលគេបានយកមាសមួយចំណែកតូចចំណែកឯមួយចំណែកធំគេបានយកចែកអ្នកភូមិរីឯឆាយាបន្ទាប់ពីគេទទួលបានមាសហើយគេក៏បានចាក់ចេញពីផ្ទះកុសលរួចក៏ដល់សម្ដៅទៅភូមិផ្សេងដោយគេយល់ថាគេនឹងឈប់រស់នៅជាមួយកុសលទៀតហើយអូយអញមិនដែលឃើញមនុស្សឯណាចិត្តល្អដូចជាវានោះទេមានមាសហើយយកចែកឲ្យគេពិតជាលັບសតិមែនទៅជួយធ្វើអីមនុស្សនៅក្នុងភូមិទាំងអស់នោះពួកគេខ្ជិលណាស់ហើយមិនដែលឲ្យបាយយើងស៊ីទៀតមិនដូចខ្ញុំទេជាមនុស្សដែលឆ្លាតមានមាសហើយរត់គេចយើងទៅរស់នៅឯភូមិផ្សេងបន្ទាប់មកយើងនឹងយកប្រពន្ធ3-4នាក់យកមកដេកអោបហើយសាយសុកលើកំណោមាសប្រាក់ទាំងអស់នោះជាមួយគ្នាលោកអើយគ្រាន់តែគិតក៏សប្បាយចិត្តដែរនេះឈប់សិនខ្ញុំដើរផ្លូវឆ្ងាយមកហើយចង់មើលមាសប្រាក់យកកម្លាំងបន្តិចហើយចាំបន្តដំណើរទៅមុខទៀតចុំហេតុអ្វីក៏មាសប្រាក់របស់ខ្ញុំคล้ายទៅជាដុំថ្មបែបនេះមិនអាចទេរឿងនេះមិនពិតឡើយមាសរបស់ខ្ញុំមិនអាចคล้ายទៅជាដុំថ្មអញ្ចឹងទេដោយសារតែអ្នកជាមនុស្សមិនដឹងគុណជាមនុស្សចិត្តអាក្រក់អ្នកបានប្រព្រឹត្តទង្វើអាក្រក់ជាច្រើនតែមិនអាចលាក់បាំងអំពីភ្នែកទេវតាដូចជាយើងបានទេនេះហើយគឺជាកម្មរបស់អ្នកគួរតែទទួលយកវាចោះតើសម្លេងនេះជាសម្លេងអ្នកណានឹងវាគឺជាសម្លេងលោកទេវតាមែនទេខ្ញុំជាមនុស្សលោភលន់ខ្ញុំទទួលបាន